ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង04សីហា2014វិញ្ញាសាប្រវត្តិវិទ្យាថ្នាក់វិទ្យាសាស្ត្រសំណួរ1តើពិភពលោកកំពុងជួបប្រទះនឹងបញ្ហាធំអ្វីខ្លះចម្លើយ1ពិភពលោកកំពុងជួបប្រទះនឹងបញ្ហាធំដូចជាបរិស្ថានរញ្ជួយដីខ្យល់ព្យុះទឹកជំនន់កំណើនកម្ដៅរាំងស្ងួតកំណើនប្រជាជនកង្វះការងារកង្វះអនាម័យបញ្ហាជំងឺបញ្ហាសុខភាពអន្តោប្រវេសន៍ចំណាក់ស្រុកកើតចលាចលមានបញ្ហាប្រកាន់ជំនឿសាសនាចម្រុះសន្តិសុខស្បៀងឡើងថ្លៃបញ្ហាឥទ្ធិពលបដិវត្តន៍ភេរវកម្មអន្តរជាតិសង្គ្រាមបង្កើតចលាចលសង្គមការកាប់សម្លាប់ជួញដូរមនុស្សគ្រឿងញៀនមានមតិត្រឹមត្រូវផ្សេងទៀតសំណួរ2ពណ៌នាអំពីវិនាសកម្មនៅក្រោមរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនិងការស្ថាបនាកម្ពុជាឡើងវិញចម្លើយ2វិនាសកម្មក្រោយរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យឲ្យនឹងការស្ថាបនាកម្ពុជាឡើងវិញមានដូចជាវិនាសកម្មក្រោមរបបប្រល័យពូជសាសន៍វិស័យសង្គមសម្រាប់រង្គាលបង្អត់អាហារធ្វើការជាទម្ងន់បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជម្លៀសប្រជាជនចេញពីទីក្រុងទៅជនបទពីតំបន់មួយទៅតំបន់មួយវិស័យវប្បធម៌បំបត្តិសាសារានវត្តអារាមជំនឿសាសនាទំនៀមទម្លាប់ប្រពៃណីហេដ្ឋារចនាសម្ព័ន្ធសាលារៀនផ្លូវថ្នល់សំណង់សាធារណៈត្រូវខ្ទេចខ្ទាំវិស័យសេដ្ឋកិច្ចបំបត្តិទីផ្សាររូបិយប័ណ្ណពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសកម្មសិទ្ធិឯកជននយោបាយអនុវត្តនយោបាយផ្ដាច់ការបំផិតបំភ័យនិងសម្លាប់ព្រមទាំងផ្ដាច់ទំនាក់ទំនងការទូតជាមួយប្រទេសមួយចំនួនលើពិភពលោកការស្ថាបនាកម្ពុជាឡើងវិញការបង្កើតក្រុមសាមគ្គីបង្កបង្កើនផលឬក្រុមប្រវាស់ដៃដើម្បីជួយដល់ស្ត្រីមេម៉ាយចាស់ជរាកុមារកំព្រានិងគ្មានគោក្របីស្ដាររចនាសម្ព័ន្ធគ្រប់គ្រងការស្ដារវិស័យសេដ្ឋកិច្ចកសិកម្មពាណិជ្ជកម្មនិងឧស្សាហកម្មវប្បធម៌អប់រំបង្កើតសាលារៀនគ្រប់កម្រិតសិក្សាបង្កើតវត្តអារាមជំនឿសាសនាវិស័យនយោបាយបង្រួបបង្រួមជាតិហើយទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិល$23,1993មានមតិត្រឹមត្រូវផ្សេងទៀតសំណួរ3តើការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានអត្ថន័យដូចម្តេចសម្រាប់កម្ពុជាចម្លើយ3ការដាក់ប្រាសាទព្រះវិហារក្នុងបេតិកភណ្ឌពិភពលោកបានផ្ដល់នូវអត្ថន័យដល់កម្ពុជាដូចជារក្សាបូរភាពទឹកដីពិភពលោកជួយការពារនិងទទួលស្គាល់ផ្ដល់កំណើនសេដ្ឋកិច្ចតាមរយៈទេសចរណ៍បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរនិងសិល្បៈបង្ហាញពុំអំណាចនិងវិសាលភាពរបស់ព្រះរាជាសម័យមុនបង្ហាញពីអត្តសញ្ញាណជាតិខ្មែរបង្ហាញពីទេពកោសល្យព្រះរាជានិងអាទិទេពជាអត្ថន័យប្រវត្តិសាស្ត្រធ្វើឲ្យជាតិខ្មែរល្បីរន្ទឺពេញពិភពលោកប្រកបដោយមោទនភាពជាទីបំផុតបណ្ដុះស្មារតីកូនខ្មែរជំនាន់ក្រោយត្រូវចេះស្រឡាញ់គ្នារក្សាការពារសម្បត្តិវប្បធម៌ដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសមានមតិត្រឹមត្រូវផ្សេងទៀត